ដើម្បីទប់ឪពុកមិនឲ្យចូលផ្ទះបននាងតូចក៏លើកដំបងវីចំចំណុចសំខាន់របស់ឪពុកនាងមិននឹកស្មានថាវីមួយដំបងទៅបែរជាវីចេញមាសរាប់ម៉ឺនដំឡឹងពីខ្លួនឪពុកទៅវិញទិដ្ឋភាពដ៏ក្លាហាននេះត្រូវអ្នកនាងដែលនៅជាន់លើឃើញច្បាស់ហើយគិតថាភាពក្លាហាននិងយុទ្ធធម៌របស់នាងស័កសមធ្វើជាគ្រូបង្រៀនក្បាច់គុណឲ្យព្រះរាជបុត្រអ្នកនាងក៏ប្រញាប់ឲ្យទៅហៅនាងថែមទាំងអាចឲ្យហាងមួយកន្លែងដល់ម្ដាយនាងទៀតផងនាងគិតថាគ្រាន់តែបង្រៀនក្បាច់គុណដល់ក្មេងម្នាក់វីងាយស្រួលណាស់ដូច្នេះនាងក៏យល់ព្រមភ្លាមអ្នកនាងគិតថាព្រះរាជបុត្រស្លូតបូតតែពេលនាងមកដល់វាំងឃើញព្រះរាជបុត្របានដេញគ្រូ99នាក់រួចហើយព្រះរាជបុត្រសួរថាពួកឯងជាក្មេងស្រីស្រែពីណាកន្លែងបែបនេះឯងអាចមកបាននាងសួរថាតើមានអ្វីមិនអាចទៅរួចខ្ញុំបានអញ្ជើញឯងមកដើម្បីអប់រំជាងសួនឲ្យបានល្អមិនទាន់ឲ្យព្រះរាជបុត្រនិយាយចប់ដំបងរបស់នាងក៏វាយលើដៃត្រង់រួចនិយាយថាក្មេងដែលមិនស្ដាប់បង្គាប់ត្រូវតែវាយព្រោះខ្ញុំជាគ្រូរបស់ឯងវាយប៉ុន្មានដំបងព្រះរាជបុត្រក៏ស្លូតបូតភ្លាមរត់ទៅហៅអ្នកនាងឃើញថាវិធីនេះមានប្រសិទ្ធភាពអ្នកនាងក៏បើបង្រៀនបានល្អខ្ញុំនឹងឲ្យរង្វាន់ទៀត2ថ្ងៃក្រោយពេលថ្ងៃត្រង់នាងតូចមកតាមបញ្ជាដើម្បីបង្រៀនក្បាច់គុណព្រះរាជបុត្រតែមិននឹកស្មានថាម៉ោង12ហើយព្រះរាជបុត្រនៅមិនទាន់ក្រោកទេស្រីបម្រើប្រាប់នាងថាព្រះរាជបុត្រតែងតែគេងដល់ម៉ោង2រសៀលទើបក្រោកឃើញព្រះរាជបុត្រខ្ជិលបែបនេះនាងតូចក៏ខឹងហើយមួយសន្ទុះក្រោយមកនាងក៏កាន់គង់មួយជោតក្រោកឡើងគ្រាន់តែនាងស្រែកមួយឃ្លាសំបីតែសត្វស្លាបនៅលើដើមឈើក៏ភ័យរត់អស់ព្រះរាជបុត្រក៏ត្រូវនាងអូសទៅទីលានហាត់ក្បាច់គុណរួចចាប់ផ្ដើមហ្វឹកហាត់ដល់ខូចខើដរាបណាព្រះរាជបុត្រខ្ជិលបន្តិចនាងក៏ស្ទុះទៅវីមួយដំបងធ្វើឲ្យព្រះរាជបុត្រស្រែកជាចាប់ពួកគេហ្វឹកហាត់អស់រយៈពេល7ថ្ងៃព្រះរាជបុត្រក៏គិតរកល្បិចមិនល្អមួយសន្ទុះក្រោយមកនាងតូចត្រូវបានគេនាំទៅសាលធំពួកមហាតលឹងឲ្យនាងអង្គុយលើកៅអីធំហើយនិយាយថាព្រះរាជបុត្របានត្រៀមពិធីគោរពគ្រូដើម្បីថ្លែងអំណរគុណដល់ការបង្រៀនរបស់នាងពេលនិយាយមួយពេងចូលមករួចនិយាយថាតែនេះគឺជាតែគោរពគ្រូដែលទ្រង់បានរៀបចំពិសេសនេះបានធ្វើឲ្យព្រះរាជបុត្រភ័យខ្លាចជាខ្លាំងពេលដែលអ្នកទាំងពីរកំពុងលេងសើចស្រីបម្រើក៏ចូលមកថ្វាយដំណឹងថាខាន់វាលស្មៅបានមកសួរសុខទុក្ខហើយលួងបានបញ្ជាឲ្យទ្រង់និងនាងតូចទៅទទួលមិនយូរប៉ុន្មានអ្នកទាំងពីរក៏បានទៅដល់បន្ទប់ធ្វើការរបស់ព្រះរាជបុត្រឆ្លើយខាន់ជើងកមកពីចម្ងាយតែមិនទាន់ដឹងការពិតនៅក្នុងការប្រយុទ្ធរបស់អធិរាជដាស្យារបស់យើងមិនត្រឹមតែមើលកម្លាំងកាយប៉ុណ្ណោះទេថែមទាំងមើលឆន្ទៈផងដែរបើនិយាយបែបនេះចាំបាច់ត្រូវប្រកួតមួយដើម្បីមើលថាតើព្រះរាជបុត្រដែលភ័យស្រួលរបស់លោកមានសមត្ថភាពឬអ្នកចម្បាំងនៅលើវាលស្មៅរបស់យើងខ្លាំងជាងលួងស្ទើរតែយល់ព្រមខាន់បាននិយាយថាបើពួកគេឈ្នះលួងត្រូវបញ្ជូនអ្នកនាងទៅវាលស្មៅដើម្បីរៀបការបើចាញ់ពួកគេនឹងដកថយទៅវាលស្មៅហើយស្មោះត្រង់ជារៀងរហូតដោយសារវាតាក់ទងនឹងកិត្តិយសរាជវង្សសូម្បីតែលួងក៏ស្ទាក់ស្ទើរដែរឃើញដូច្នេះខាន់ក៏និយាយចំអកថាប្រទេសចិនសុទ្ធតែជាមនុស្សកំសាកដោយសារតែការញុះញង់លួងក៏ជាប់អន្ទាក់មិនយូរប៉ុន្មានព្រះរាជបុត្រក៏បានព្រោះបើព្រះរាជបុត្រចាញ់នាងត្រូវទៅរៀបការតែនាងតូចប្រាប់អ្នកនាងកុំឲ្យបារម្ភហើយនិយាយថាព្រះរាជបុត្រនឹងអាចកម្ចាត់អ្នកចម្បាំងវាលស្មៅបានមិនយូរប៉ុន្មានអ្នកទាំងពីរក៏ឈរជាមួយគ្នាហើយអ្នកចម្បាំងវាលស្មៅក៏ទទួលបានឱកាសដោយសាររាងកាយមាំមួនរបស់គាត់ឃើញព្រះរាជបុត្រចាញ់នាងតូចក៏ប្រញាប់ចង្អុលបង្ហាញពីចំណុចខ្សោយព្រះរាជបុត្រដែលបានការណែនាំក៏ត្រូវគូប្រកួតចាប់ជាប់ហើយបង្វិលទៅម្ខាងព្រះរាជបុត្រខ្ញុំមានរបួសចាស់តាំងពីម្សិលមិញពេលប្រើកម្លាំងវារឹងលែងកើតបើចង់ឈ្នះមានតែវិធីនេះទេនាងតូចទទួលកម្លាំងទីអ្នកលាក់ខ្លួនលឿនល្អខ្ញុំឈ្នះហើយខ្ញុំពិតជាឈ្នះមែនត្រឹមត្រូវប្រយ័ត្នអ្នកណាហ៊ានប៉ះកូនសិស្សខ្ញុំ